Bà sụt đây nhạc ngọc nia ngày đi nhung chay em lấy chun ở nhạc ngọc nia tiệm tờ nâng bật thiên là bạc môi tà tá chun Campuchia dương ai tình ở trong nạc drop nơi Amerik ban đại tế hay tình đòi ở Việt Nam bà thì từ tới phía tràn từ chun Campuchia dương ai tình ở trong nạc drop ban nơi tràn bật thiên là lương phục lục drop tại Amerik Canada nơi khang Europe nên Portugal nên Greek nơi khang Australia nơi khang New Zealand សូម្បីតែសិង្ហបុរីក៏បានដែរប៉ុន្តែសិង្ហបុរីមានការពិបាកខ្លាំងប៉ុន្តែខ្ញុំលើកយកតែសម្រាប់សហរដ្ឋអាមេរិកតើយើងអាចទិញបានដែរឬទេគឺទិញដោយរបៀបណាបាទជាគោលការណ៍ហើយអ្នកទាំងអស់គ្នាដឹងហើយប្រហែលជាធ្លាប់ឮហើយយើងមានបងប្អូនជនកម្ពុជាយើងមួយចំនួនដែលគាត់ជាសញ្ជាតិកម្ពុជាទេកាន់ passport កម្ពុជាគាត់អាចទិញអចលនទ្រព្យនៅអាមេរិកបានហើយជាទូទៅអចលនទ្រព្យនៅអាមេរិកដែលគេទិញគឺភាគច្រើនគេទិញទៅលើផ្ទះទៅលើជា commercial real estate ដែលសម្រាប់អាជីវកម្មដូចជាកន្លែងដីធ្វើ plaza ឬមួយក៏ដូចជា shopping mall ឬមួយក៏ការ៉ាសាំងឬមួយក៏អីហ្នឹងបាទហើយអ្នកខ្លះក៏ទិញដីទុកបានដែរហើយច្បាប់នៅអាមេរិកគឺខុសពីយើងនៅអាមេរិកជនបរទេសអាចទិញអចលនទ្រព្យដែលជាដីបានប៉ុន្តែសម្រាប់នៅយើងហើយនៅប្រទេសខ្លះគឺអត់អាចទិញបានទេអញ្ចឹងទី1គឺជនកម្ពុជាយើងអាចទិញអចលនទ្រព្យនៅអាមេរិកបានបើប្រភេទជា residential ប្រភេទជាលំនៅឋានគឺប្រភេទទី1គឺផ្ទះ villa តែនៅអាមេរិកគេហៅ single family house អញ្ចឹងផ្ទះ villa មួយអាចមាន 3-4 កន្ទប់ហើយទិញជួលទៅឬមួយក៏យើងចង់ទិញនៅឬមួយក៏ឲ្យកូនស្នាក់នៅក៏បានទី2អ្នកខ្លះទិញជាគេហៅ multi family house គឺដូចជាផ្ទះដែលមាន4ឬមួយក៏6ផ្ទះជាប់គ្នាអញ្ចឹងគាត់ទិញអញ្ចឹងទៅគាត់ជួលមួយឲ្យទៅគេមកគ្រួសារដើម្បីរស់នៅបាទទី3ជា commercial plaza តែកន្លែងហ្នឹងគេធ្វើជាហាងអញ្ចឹងអាចមានកន្លែងជាហាងលក់ទំនិញអាចមានជាហាងកាហ្វេឬមួយទៅនៅកន្លែងហ្នឹងគេទិញហើយឬមួយក៏គេជួលហើយនឹងផ្សេងទៀតជាទូទៅគឺទិញបានគ្រប់អចលនទ្រព្យយើងអាចមានសិទ្ធិទិញបានហើយរហូតដល់អ្នកខ្លះទិញដោយពុំចាំបាច់ទៅអាមេរិកផ្ទាល់ទេពីព្រោះនៅខាងនោះគឺគេអាចប្រើមុខសិទ្ធិមួយដែលយើងប្រគល់សិទ្ធិឲ្យមេធាវីដែលគេជាតំណាងឲ្យយើងភាសាអង់គ្លេសគេហៅថា POA Power of Attorney អញ្ចឹងយើងសញ្ញេប្រគល់សិទ្ធិឲ្យមេធាវីគេនៅខាងនោះគេមានសិទ្ធិក្នុងការធ្វើកិច្ចសន្យាទិញលក់និយាយទៅគឺគេតំណាងឲ្យយើងបានទាំងអស់បាទ